បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាការរៀបចំសង្ក្រាន្តនៅខេត្តសៀមរាបទល់មុខអង្គរវត្តបងប្អូនបាទគេរៀបចំបានស្អាតណាបងប្អូនកុំភ្លេចមកលេងសង្ក្រាន្តនៅសៀមរាបបងប្អូនឆ្នាំថ្មីបាទនេះបងប្អូនឥឡូវគេរៀបចំហើយបដាហើយបងប្អូនថ្ងៃនេះថ្ងៃត្រូវថ្ងៃពហុបាទពហុគេរៀបបានប៉ុណ្ណឹងហើយបងប្អូនយ៉ាងថ្ងៃច័ន្ទហ្នឹងប្រហែលជាហើយសពគ្រប់ស្អាតដែរបងប្អូនបាទនេះបងប្អូនមើលស្អាតមែនទែននេះគ្រាន់តែថ្ងៃធម្មតាហ្នឹងក៏គេមកលេងច្រើនដែរបងប្អូនមកថតមើលទស្សនវិជ្ជានៃការរៀបចំទទួលទេវតាឆ្នាំថ្មីបាទនៅអង្គរវត្តហើយឆ្នាំនេះប្រហែលជាមនុស្សច្រើនកុះកហើយបងប្អូនអើយបងប្អូនមើលថ្ងៃធម្មតាសោះថ្ងៃពហុសោះមនុស្សមកច្រើនប៉ុណ្ណឹងហើយបងប្អូនបាទរាល់ថ្ងៃចូលឆ្នាំឬដឹងមិនទៅបាទបងប្អូនដែលចង់មកសៀមរាបនោះរកកក់ស្ថានភាពឬផ្ទះសំណាក់ហើយទៅបងប្អូនតែប្រហែលជាស្ថានភាពធំអីផ្ទះសំណាក់អី3ពេញហើយបងប្អូនចង់មកស្នាក់នៅបងប្អូនមកជាសៀមរាបឬចេញពីក្រុងឆ្ងាយតិចប្រហែលជា17-800គីឡូឬ10គីឡូបាទមកឆ្ងាយចេញពីទីរួមខេត្តតិចអាហ្នឹងប្រហែលជាមានបើថានៅកន្លែងទីប្រជុំជនអី Pop Street អីហ្នឹងគឺពេញអស់លេងហើយបងប្អូនបាទហើយបងប្អូនទស្សនាមើលទស្សនវិជ្ជានេះបងប្អូនអូរៀបចំបានស្អាតដល់ឆ្នាំនេះសង្ក្រាន្តនៅខេត្តសៀមរាបគឺធំសម្បើមបងប្អូននេះខ្ញុំថតតែទស្សនវិជ្ជានៅមុខអង្គរបងប្អូនហើយនៅតាមសួនតាមមាត់ស្ទឹងមាត់ស្ទឹងសៀមរាបក៏រៀបចំពីងទឹកអីក៏ស្អាតដែរបងប្អូនបាទខ្ញុំអត់ទាន់បានថតនេះថតតែមុខអង្គរបាទជិះកង់នាំកូនជិះកង់លេងនៅហ្នឹងហើយក៏ថតចែកជូនបងប្អូនមើលទៅហើយបងប្អូនត្រៀមមកលេងសៀមរាបទាំងអស់គ្នាបងប្អូនបាទហើយមួយទៀតបើបងប្អូនមានកម្រងមកលេងសៀមរាបហើយខ្ញុំក៏ណែនាំឲ្យបងប្អូនបងប្អូនម្ហូបអាហារនៅសៀមរាបនេះថ្ងៃចូលឆ្នាំថ្ងៃអីវាណែនបាទតាមហាងបាយហាងអីណែនណាបងប្អូនទៅទិញជ្រូកអាំងជ្រូកអីម្ដុំបដាបងប្អូនទិញហើយខ្ចប់ក្រាកាទេលតាមដើមឈើហ្នឹងបងប្អូនអូត្រជាក់ស្រួលដើមឈើកវត្តតាមជុំវិញកវត្តហ្នឹងយើងញ៉ាំទៅអស់លុយតិចបានបងប្អូនតែបងប្អូនចូលហាងចូលអីហ្នឹងគឺចាំកំងចាំរាប់ម៉ោងហើយរាល់បានញ៉ាំហ្នឹងទៅដើមគ្នាបងប្អូនទិញអីញ៉ាំតាមផ្លូវហ្នឹងទៅបដាហ្នឹងមានសពមានគ្រប់មានមាន់មានជ្រូកមានត្រីមានប្រហុកបាទទិញបដាហើយចាំបងប្អូនមកញ៉ាំតាមក្រោមដើមឈើអស់លុយតិចហើយបានញ៉ាំស្រួលបាទហើយនៅប្រដាក់ហ្នឹងបងប្អូនកុំភ្លេចទៅទិញអាកោត្នោតបាទកោត្នោតនំបញ្ចុកគេហ្នឹងគឺឆ្ងាញ់ណាស់បងប្អូនហើយមួយទៀតឥឡូវល្បីក្រោយនេះគឺជ្រូកអាំងបាទជ្រូកអាំងជាមួយនឹងប្រហុកបាទទឹកប្រហុកមួយក្រងនេះបងប្អូនបាទបងប្អូនសាកមើលហ្នឹងឆ្ងាញ់ហើយជ្រូកនៅហ្នឹង1គីឡូតែ50000រៀលទេបងប្អូនបាទប្រាប់តម្លៃបងប្អូនដឹងហើយជ្រូកហ្នឹងគឺជ្រូកលក្ខណៈគេចិញ្ចឹមបែបគ្រួសារណាបងប្អូនមិនជ្រូកកសិដ្ឋានទេបងប្អូនជ្រូកដែលគេឲ្យចំណីឲ្យកតុឲ្យដើមចេកឲ្យបាយស្រាយទេមិនឲ្យចំណីលក្ខណៈចំណីកសិដ្ឋានទេដល់អញ្ចឹងសាច់ជ្រូកគេនៅហ្នឹងឆ្ងាញ់បាទនេះគ្រាន់តែការណែនាំរបស់ខ្ញុំទេបងប្អូនបាទហើយបងប្អូនសូមអញ្ជើញទស្សនានេះរូបភាពដែលខ្ញុំថតបានខ្លះជូនបងប្អូនមើលបាទសូមអរគុណបងប្អូនជម្រាបលា
road ចាំចូលប្លោះនេះ